ជាដំបូងសូមជម្រាបសួរអ្នកនាងអានេះយើងឈានដល់វីដេអូទី2គឺទាក់ទងនឹងលំហាត់ទីតាំងលំហាត់ទី1តើត្រីកំពុងនៅក្នុងឬក្រៅកែវឥឡូវយើងគិតមើលត្រីនៅក្នុងឬនៅខាងក្រៅកែវចម្លើយដែលត្រឹមត្រូវគឺត្រីនៅខាងក្នុងកែវឥឡូវនេះយើងឈានចូលដល់លំហាត់ទី2តើសៀវភៅកំពុងនៅក្នុងឬក្រៅកាបូបឥឡូវយើងសង្កេតមើលសៀវភៅហើយនឹងកាបូបមើលថាវានៅខាងក្នុងឬនៅខាងក្រៅឥឡូវមានពេល9វិនាទីបាទចម្លើយដែលត្រឹមត្រូវគឺនៅខាងក្រៅគឺសៀវភៅគឺនៅខាងក្រៅកាបូបឥឡូវយើងចូលដល់លំហាត់ទី3លំហាត់ទី3តើរូបមួយណានៅខាងឆ្វេងឥឡូវយើងមើលរូបមានរូបករូបខហើយនិងរូបគោឥឡូវយើងមើលរូបមើលតើរូបមួយណានៅខាងឆ្វេងចម្លើយដែលត្រឹមត្រូវគឺរូបកឥឡូវយើងចូលដល់លំហាត់ទី4លំហាត់ទី4តើរូបមួយណានៅខាងស្ដាំមើលរូបករូបខរូបគោតើរូបទាំង3ហ្នឹងរូបមួយណាដែលស្ថិតនៅខាងស្ដាំឥឡូវយើងមានពេល8វិនាទីអរគុណចម្លើយដែលត្រឹមត្រូវគឺរូបគោគឺស្ថិតនៅខាងស្ដាំគេបង្អស់ឥឡូវនេះយើងចូលដល់លំហាត់ទី5លំហាត់ទី5តើរូបមួយណានៅកណ្ដាលឥឡូវយើងមានរូប3គឺរូបករូបខរូបគោឥឡូវនេះយើងមានពេល9វិនាទីនៅក្នុងការគិតតើរូបមួយណាដែលស្ថិតនៅកណ្ដាលបាទអរគុណចម្លើយដែលត្រឹមត្រូវគឺរូបខឥឡូវនេះយើងបានបញ្ចប់លំហាត់ទី5យើងឈានដល់លំហាត់ទី6លំហាត់ទី6តើរូបឡានមួយណានៅមុខមានឡានកនិងឡានខយើងសង្កេតមើលឡានទាំងពីរតើឡានមួយណាដែលស្ថិតនៅមុខគេឡានកឬមួយក៏ឡានខយើងមានពេល9វិនាទីនៅក្នុងការគិតបាទចម្លើយដែលត្រឹមត្រូវគឺឡានខដែលនៅមុខគេឥឡូវនេះយើងឈានចូលដល់លំហាត់ទី7តើរូបឡានមួយណានៅក្រោយគេរូបឡានតើរូបឡានមួយណានៅក្រោយគេរូបឡានករូបឡានខតើមួយណាដែលនៅក្រោយគេយើងមានពេល9វិនាទីបាទអរគុណចម្លើយដែលត្រឹមត្រូវគឺរូបខឥឡូវនេះយើងឈានដល់លំហាត់ទី8តើរូបមួយណាឈានទៅមុខរូបកហើយនិងរូបខយើងសង្កេតមើលរូបទាំងពីរហើយយើងសង្កេតមើលទៅលើសញ្ញាព្រួញតើរូបមួយណាដែលឈានទៅមុខមើលរូបកនិងរូបខឥឡូវយើងមានពេល9វិនាទីបាទអរគុណចម្លើយដែលត្រឹមត្រូវគឺរូបខគឺដើរស្របជាមួយនឹងសញ្ញាព្រួញចំណែករូបខគឺបញ្ច្រាសជាមួយនឹងសញ្ញាព្រួញមានន័យថារូប
ខគឺឈានទៅមុខឥឡូវនេះយើងបានបញ្ចប់លំហាត់ទី8យើងនឹងឈានចូលដល់លំហាត់ទី9លំហាត់ទី9តើរូបណាឈានទៅក្រោយយើងមើលរូបកហើយនឹងរូបខហើយមើលសញ្ញាព្រួយផងដែរឥឡូវនេះយើងមានពេលចំនួន9វិនាទីចម្លើយដែលត្រឹមត្រូវគឺរូបខឥឡូវនេះយើងបានបញ្ចប់លំហាត់ទី9យើងនឹងឈានចូលដល់លំហាត់ទី10លំហាត់ទី10តើរូបណានៅក្នុងគុណមើលរូបកហើយនឹងរូបខតើរូបណាដែលស្ថិតនៅខាងក្នុងឥឡូវនេះយើងមានពេល9វិនាទីចម្លើយដែលត្រឹមត្រូវគឺរូបកគឺក្មេងស្រីស្ថិតនៅខាងក្នុងឥឡូវនេះយើងបានបញ្ចប់លំហាត់ទី10យើងនឹងឈានចូលដល់លំហាត់ទី11បន្តិចទៀតនេះលំហាត់ទី11តើរូបណានៅក្នុងតើកូនសង្កេតមើលរូបកនិងរូបខតើរូបផែនឃ្វីនមួយណាដែលស្ថិតនៅខាងក្នុងឆាករូបកហើយនិងរូបខឥឡូវនេះយើងមានពេល9វិនាទីអរគុណចម្លើយដែលត្រឹមត្រូវនោះគឺរូបខគឺសត្វផែនឃ្វីនស្ថិតនៅក្នុងឆាកឥឡូវនេះយើងបានបញ្ចប់លំហាត់ទី11យើងនឹងឈានចូលដល់លំហាត់ទី12បន្តិចទៀតនេះឥឡូវនេះយើងចូលដល់លំហាត់ទី12តើរូបណានៅខាងក្រៅរវាងរូបកហើយនិងរូបខឥឡូវអ្នកទាំងអស់គ្នាគិតបន្តិចមើលតើរូបភាពទាំងពីរតើរូបណាដែលស្ថិតនៅខាងក្រៅរូបកឬមួយក៏រូបខឥឡូវយើងមានពេល9វិនាទីនៅក្នុងការគិតចម្លើយដែលត្រឹមត្រូវនោះគឺរូបកបន្ទាប់ពីបញ្ចប់លំហាត់ទី12ឥឡូវនេះយើងឈានចូលដល់លំហាត់ទី13ទាំងអស់គ្នាលំហាត់ទី13តើរូបណានៅខាងក្រៅឥឡូវយើងសង្កេតមើលរូបទាំងពីររវាងរូបកហើយនិងរូបខតើរូបមួយណាដែលស្ថិតនៅខាងក្រៅឥឡូវនេះយើងមានពេលចំនួន9វិនាទីនៅក្នុងការគិតចម្លើយដែលត្រឹមត្រូវនោះគឺចម្លើយខគឺស្ថិតនៅខាងក្រៅគឺសត្វនឹងគឺស្ថិតនៅខាងក្រៅ10បន្ទាប់ពីយើងបញ្ចប់លំហាត់ទី13តិចទៀតនេះយើងនឹងឈានចូលដល់លំហាត់ទី14លំហាត់ទី14តើរូបណានៅខាងឆ្វេងឥឡូវនេះយើងមានរូបចំនួន2គឺរូបកហើយនិងរូបខសំណួររបស់យើងតើរូបណាស្ថិតនៅខាងឆ្វេងឥឡូវអ្នកនរគ្នាមើលតិចមើលតើរូបមួយណាដែលស្ថិតនៅខាងឆ្វេងរវាងរូបកហើយនិងរូបខឥឡូវនេះយើងមានពេល9វិនាទីចម្លើយដែលត្រឹមត្រូវគឺចម្លើយកគឺចម្លើយកគឺរូបដែលស្ថិតនៅខាងឆ្វេងគឺជារូបកបន្ទាប់ពីបញ្ចប់លំហាត់ទី14ឥឡូវនេះយើងឈានចូលដល់លំហាត់ទី15ទាំងអស់គ្នាយើងឈានដល់លំហាត់ទី15តើរូបណានៅខាងស្ដាំឥឡូវអ្នកនរគ្នាគិតតិចមើលតើរូបណាដែលនៅខាងស្ដាំរូបករូបស្បែកជើងរូបខរូបមួកតើឥឡូវគិតមើលថារូបពីរហ្នឹងរូបមួយណាដែលស្ថិតនៅខាងស្ដាំយើងមានពេលចំនួន9វិនាទីបាទចម្លើយដែលត្រឹមត្រូវគឺ
គឺរូបខរូបខគឺរូបមកនឹងគឺស្ថិតនៅខាងស្ដាំរូបស្បែកជើងលំហាត់ទី16តើរូបណាស្ថិតនៅកណ្ដាលរូបករូបខឬមួយក៏រូបគោឥឡូវនេះអ្នកទាំងអស់គ្នាគិតបន្តិចមើលរយៈពេល9វិនាទីតើរូបមួយណាដែលស្ថិតនៅចំកណ្ដាលចម្លើយដែលត្រឹមត្រូវនោះគឺរូបខដែលស្ថិតនៅចំកណ្ដាលឥឡូវនេះយើងឈានចូលដល់លំហាត់ទី17តើរូបណានៅកណ្ដាលរវាងរូបករូបខហើយនិងរូបគោតើរូបណាដែលស្ថិតនៅចំកណ្ដាលឥឡូវនេះយើងមានពេល9វិនាទីនៅក្នុងការគិតទាំងអស់គ្នាបន្ទាប់ពីអ្នកទាំងអស់គ្នាគិតឥឡូវមើលចម្លើយទាំងអស់គ្នាតើចម្លើយមួយណាចម្លើយដែលត្រឹមត្រូវគឺចម្លើយខគឺរូបខស្ថិតនៅចំកណ្ដាលឥឡូវនេះយើងដល់លំហាត់ទី18តើរូបណានៅមុខករូបខ្លាខរូបកូនជ្រូកតើរូបមួយណាដែលនៅមុខឥឡូវនេះអ្នកទាំងអស់គ្នាមានពេល9វិនាទីនៅក្នុងការគិតចម្លើយដែលត្រឹមត្រូវគឺរូបកូនខ្លាគឺស្ថិតនៅខាងមុខគេឥឡូវនេះយើងដល់លំហាត់ទី19ទាំងអស់គ្នាតើរូបណានៅមុខរវាងបូណាហើយនិងសុខាតើមួយណានៅខាងមុខបូណាគឺរូបកចំណែកឯសុខាគឺខឥឡូវគុណគិតរយៈពេល9វិនាទីទាំងអស់គ្នាចម្លើយដែលត្រឹមត្រូវគឺសុខាគាត់នៅខាងមុខបូណាឥឡូវនេះយើងឈានដល់លំហាត់ទី20តើរូបសញ្ញានេះបត់ទៅខាងណាឥឡូវកូនគិតតិចមើលរូបសញ្ញានេះបត់ទៅខាងណាចម្លើយមាន3ជម្រើសកបត់ស្ដាំខបត់ត្រង់គោហើយនិងបត់ទៅឆ្វេងបត់ស្ដាំទៅត្រង់បត់ឆ្វេងតើជម្រើសមួយណាដែលជាជម្រើសរបស់កូនមើលតើបត់ទៅខាងណាឥឡូវមានពេល9វិនាទីនៃការគិតបាទចម្លើយដែលត្រឹមត្រូវគឺបត់ទៅស្ដាំឥឡូវនេះយើងចប់លំហាត់ទី20កហើយលើដល់20ខម្ដងតើរូបសញ្ញានេះបត់ទៅខាងណាចម្លើយកមានបត់ទៅស្ដាំខបត់ទៅត្រង់គោបត់ទៅឆ្វេងឥឡូវកូនគិតមើលតើរូបសញ្ញាដែលគេសួរនឹងបត់ទៅខាងណាបត់ទៅស្ដាំទៅត្រង់ឬមកក៏ទៅឆ្វេងឥឡូវកូនគិតរយៈពេល9វិនាទីចម្លើយដែលត្រឹមត្រូវគឺបត់ទៅឆ្វេងឥឡូវនេះយើងឈានចូលដល់លំហាត់គោតើបុប្ផាជិះកង់នៅខាងណាសុខតោះឥឡូវកូនមើលអានេះបុប្ផាពាក់អាវពណ៌លឿងចំណែកសុខគឺពាក់អាវពណ៌ក្រហមតោះចម្លើយមាន3ជម្រើសឲ្យយើងរើសទី1គឺនៅខាងមុខ2គឺទន្ទឹមគ្នា3គឺនៅខាងក្រោយតើឥឡូវកូនរើសចម្លើយមួយណាមានចម្លើយចំនួន3ដែលត្រូវជ្រើសរើសមួយគឺជាចម្លើយត្រឹមត្រូវឥឡូវនេះមានពេល9វិនាទីនៅក្នុងការគិតចម្លើយដែលត្រឹមត្រូវគឺនៅខាងក្រោយសុខគឺបុប្ផាគឺគាត់ជិះកង់នៅខាងក្រោយសុខឥឡូវដល់លំហាត់ខោគេសួរទៀតតើសុខជិះកង់នៅខាងណាបុប្ផាចម្លើយគឺមាន3ជម្រើសដូចមុនអញ្ចឹងឥឡូវគេសួរសុខម្ដងនៅខាងណាបុប្ផាចម្លើយកនៅខាងមុខចម្លើយខទន្ទឹមគ្នាចម្លើយកោនៅខាងក្រោយឥឡូវកូនគិតមើលតើនៅខាងណាបុប្ផាមានពេល9វិនាទីនៅក្នុងការគិតចម្លើយដែលត្រឹមត្រូវគឺចម្លើយកគឺសុខគឺគាត់ជិះកង់នៅខាងមុខបុប្ផាឥ
ឥឡូវនេះដល់លំហាត់ចុងក្រោយមក Thank you